ធ្វើជាម្ដាយគេបើមិនធ្វើម្ហូបបានអីកូនហូបទៅឈ្ងុយស្អំជាងពងទាមែនស៊ីអស់ហើយនៅឈ្ងុយទៀតផៅម៉ែតើកូនណាត្រកាត់ស្អំឲ្យម៉ែតិចម៉ែជៀនពងទាម៉ែស្អំបានហើយអូយmộtដៃបាត់វាំង哎呦我的妈！ស្អំនេះសិតតបឡាពិបាកបេះបេះទេ你别笑。哎呦尿！别笑。尿！哎尿！គួរចង់បាច់សោះហើយជៀនពងទាពិបាកមិនទេគោះទ្រាំតែចាញ់ធ្វើជាម្ដាយគេបើមិនធ្វើម្ហូបបានអីកូនហូបទៅដាក់ទឹកត្រីដាក់ស្ករដាក់ប៊ីចេងកូរឲ្យសព្វដាក់ស្អំចូលកូរជ្រុំឲ្យចូលជាតិមកឈ្ងុយសកតិកទីក្នុងចានហ្នឹងចាក់ដាក់ឲ្យអស់មកខ្លាំងឈ្ងុយដល់ហើយពងទាជៀនស្អំស្នាដៃយេឌីនេះបងឯងផោតទេហើយបងបានផោតទេចឹកមានតែពីរនាក់ពីណាអ្នកផោតញ៉ាំបងឯងហ្នឹងអូនឯងហ្នឹងបងឯងហ្នឹងអូនឯងហ្នឹងណែឆ្លុះគ្នាអីហ្នឹងខ្លះម៉ែជៀនពងទាស្អំនេះតើម៉ែយិនពងទាស្អំឯងអញ្ចឹងមកឈ្ងុយកូនចៃចិត្តណា哎呦我的妈！ឆ្អិនមកជាហៀងហើយប្រែត្រឡប់មកឲ្យវាឆ្អិនគ្នាល្អឈ្ងុយណាស់ម៉ែអើយក្លិននេះឈ្ងុយដល់ផ្ទះអ្នកចិត្តខាងហើយមិនស្រួលណាស់មកសុំ JDC ទៀតចាំទៅ JD ឲ្យតើឆ្អិនហើយខ្លាំងឈ្ងុយឈ្ងប់ហ្មងNo.ឆ្ងាញ់ញោមគ្នាហូបឲ្យច្រើនទៅកូនហូបឲ្យលឿនអាងទៅដេកថ្ងៃកូនទីនភួយគ្របទៅកុំឲ្យច្រឡាំងថ្មីកូនហើយស្រួលដល់តំហើមណាឈ្ងុយស្អំជាងពងទាមែនស៊ីអស់ហើយនៅឈ្ងុយទៀតពងទាជៀនស្អំនេះឈ្ងុយម៉ែផៅម៉ែតើ
មានពងទាប្រៃមួយកតុំនៅផ្ទះងាយស្រួលមែនទែនដោះទាន់ម្ដងដែរហ្នឹងពេលណាយើងបញ្ញាប់ឬក៏រវល់អីហ្នឹងទាញយកមកធ្វើផ្លែតរួចមកហូបមកពេលនិយាយទៅវិធីធ្វើពងទាប្រៃហ្នឹងក៏អត់មានអីពិបាកដែរវិធីធ្វើងាយស្រួលហើយគ្រឿងផ្សំមានតែពី3មុខនេះទេមានពងទា15គ្រាប់អំបិល1កូនចានចង្កឹះវាចេងកន្លះស្លាបព្រាបាយស្រាប់ទឹកវិញគឺខ្ញុំប្រើចំនួន1លីត្រដាក់អំបិលចូលស្រាប់អំបិលបងប្អូនអាចប្រើជាអំបិលគ្រួសក៏បានឬក៏អំបិលម៉ត់អញ្ចេះក៏បានដែរហើយដាក់ប៊ីចេងចូលធ្វើការកូរឲ្យលាយអំបិលល្អរួចហើយយកទៅដាំលើភ្លើងឲ្យទឹករបស់យើងនឹងឡើងពុះឆ្អិនល្អរួចទុកឲ្យត្រជាក់ចាំចាក់ចូលពងទាស្រាប់ពងទាវិញបងប្អូនលាងទឹកឲ្យស្អាតទុកឲ្យស្ងួតមកហើយចាំយកមកត្រៀបចូលកតុំថ្នមហើយពងទាហ្នឹងគឺយើងយកមកធ្វើពងទាប្រៃគឺត្រូវការពងទាថ្មីអញ្ចឹងណាត្រៀបរួចរាល់ហើយយើងចាក់ទឹកអំបិលរបស់យើងចូលមកស្រាប់ទឹកអំបិលនេះគឺឡើងក្រាមហ្មងណាដល់ពេលយើងទុកឲ្យត្រជាក់អញ្ចឹងទៅតែអត់អីទេអត់បញ្ហាទេដាក់ទាំងចឹងហ្មងទៅធ្វើការចាក់ទឹកអំបិលឲ្យលិចពងទារបស់យើងហ្នឹងរួចហើយគ្របទុកនឹងផ្ទះបាយយើងធម្មតាហ្នឹងមិនបាច់ចាំយកទៅដាក់ហាលថ្ងៃអីទេទុករយៈពេល1អាទិត្យអីគឺចាប់ផ្ដើមបានហូបបដាហើយតែគ្រាន់ថាពេលហ្នឹងគឺអត់សូវឆ្ងាញ់ប្រហែលទេបើចង់ទុកឲ្យកាន់តែឆ្ងាញ់តែហ្មងទុករយៈពេល15ថ្ងៃគឺដឹងតែឆ្ងាញ់តែម្ដង15ថ្ងៃក្រោយមកពងទាប្រៃរបស់យើងហ្នឹងអាចយកមកធ្វើម្ហូបបានហើយស្នូលឡើងពណ៌ទឹកក្រូចហ្មងនិយាយពីរសជាតិវិញគឺប្រៃល្មមអត់ប្រៃខ្លាំងពេកទេបងប្អូនស្រាប់ពងទាប្រៃនេះយើងអាចយកទៅធ្វើម្ហូបបានច្រើនមុខមែនតែនយកទៅកច្រាំជាមួយសាច់ជ្រូក3ជាន់ដាក់ចំហុយអីក៏ឆ្ងាញ់ហូបជាមួយបបរសព្រឹកអីក៏ត្រូវគ្នាដែរបើថាទុកយូរបងប្អូនខ្លាចប្រៃជ្រុលអាចស្រង់យកទៅផ្លាស្ទិកក្នុងធុងទឹកកកក៏បានដែរទុកហូបបានរាប់ខែណោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូមួយនេះជម្រាបលាជួបខ្ញុំវីដេអូក្រោយទៀត